នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមបុរាណការគ្រប់គ្រងសមរភូមិដីគោកទាមទារនូវអាវុធវាយលុកខ្នាតធំដែលអាចបំបែកជួរការពាររបស់សត្រូវក្នុងរយៈពេលដ៏ខ្លីបំផុតបើនៅប៉ៃអឺរ៉ុបគេមានទ័ពសេះធន់ធ្ងន់តែសម្រាប់ចក្រភពអង្គរអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតគឺទ័ពដំរីចម្បាំងប៉ុន្តែមនុស្សភាគច្រើនតែងតែគិតថាការប្រើប្រាស់ដំរីសឹកគឺគ្រាន់តែឲ្យវាដើរជាន់ឬបុកទម្លាយជួរទ័ពធម្មតាតាមពិតទៅដំរីចម្បាំងសម័យអង្គរត្រូវបានវិស្វករសឹកកណនានិងរៀបចំឡើងដូចជារថក្រោះដែកដែលមានជីវិតដែលមានប្រព័ន្ធការពារនិងកលយុទ្ធចិត្តសាស្ត្រកម្រិតខ្ពស់ថ្ងៃនេះបានសារឋានខ្មែរនឹងនាំអ្នកទៅស្វែងយល់អំពីអាថ៌កំបាំងយុទ្ធសាស្ត្រសឹកដែលធ្វើឲ្យទ័ពដំរីខ្មែរคล้ายទៅជាសុបិនអាក្រក់របស់សត្រូវសូមពិនិត្យមើលរូបភាពនិងការបំពាក់អាវុធជារួមដំរីសឹកសម័យអង្គរមិនមែនលែងឲ្យដើរខ្លួនទទេឡើយពួកវាត្រូវបានបំពាក់កញ្ចាំងឬដំបូលការពារនៅលើខ្នងដែលធ្វើពីឈើទាលក្រាស់ឬស្បែកសត្វពីសដែកដើម្បីការពារព្រួញពីលើមេឃនៅលើខ្នងដំរីនីមួយៗគឺជាប៉ុស្តិ៍បញ្ជាការខ្នាតតូចដែលមានមេទ័ពនិងខ្មាន់ព្រួញឬអ្នកកាន់ម៉ាស៊ីនបាញ់ព្រួញយក្សឈរជើងបញ្ជាការពីលើទីខ្ពស់អ្វីដែលរន្ធត់ជាងនេះគឺនៅលើភ្លុកដំរីគេមានដំឡើងស្រោបដែកចុងស្រួចឬមុខកាំបិតវែងបំពាក់ពីលើភ្លុកធម្មជាតិឯកសារខ្លះបានបញ្ជាក់ថាចុងកាំបិតទាំងនោះត្រូវបានលាបស្រោបដោយជាតិពុលស្រង់ចេញពីជ័រឈើនៅក្នុងព្រៃជ្រៅធ្វើឲ្យការបុកទម្លាយម្ដងបង្កើតជារបួសអាចស្លាប់ភ្លាមដល់សត្រូវចំណុចគន្លឹះផ្នែកជាតិពិន្ទុវិទ្យានិងទម្លាប់រស់នៅរបស់ខ្មែរគឺជាការយល់ដឹងពីចិត្តសាស្ត្រសត្វតាមធម្មជាតិដំរីជាសត្វដែលខ្លាចសំឡេងផ្ទុះខ្លាចភ្លើងនិងខ្លាចភាពវឹកវរដូច្នេះនាយកដ្ឋានដំរីសម័យនោះមានវិធីសាស្ត្របង្វឹកយ៉ាងតឹងរ៉ឹងបំផុតដើម្បីបំភាយភាពភ័យខ្លាចរបស់វាចេញគេបង្វឹកដំរីឲ្យស៊ាំនឹងសំឡេងស្គរចម្បាំងដ៏គគ្រឹកគគ្រេងឲ្យដើរកាត់ផ្សែងភ្លើងនិងបង្រៀនឲ្យម៉ដំរីអាចបញ្ជាវាដោយប្រើសញ្ញាជើងនិងកូនចង្អុលដែកយ៉ាងច្បាស់លាស់លើសពីនេះមុនពេលចូលសមរភូមិគេមានការឲ្យដំរីផឹកទឹកស្រវឹងឬទឹកលាយឱសថបុរាណដើម្បីដាស់សភាវគតិឲ្យវាកាន់តែមានភាពខឹងសម្បារនិងលែងស្គាល់ការឈឺចាប់វាបានប្រែក្លាយពីសត្វដ៏ស្លូតបូតទៅជាអាវុធបំផ្លិចបំផ្លាញដ៏ឥតមេត្តានៅក្នុងយុទ្ធសាស្ត្រសឹកគេប្រើប្រាស់ទ័ពដំរីនៅក្នុង Shock and Awe ឬការវាយប្រហារបង្កើតភាពតក់ស្លុតដំរីចម្បាំងរាប់រយក្បាលនឹងត្រូវរៀបចំជាទ័ពស្រួចឬជួរមុខបង្អស់ពេលបញ្ជាឲ្យទ័ពវាយលុកកម្លាំងបុកទម្លាយនិងសម្រែកដ៏គួរឲ្យខ្លាចរបស់វានឹងធ្វើឲ្យសេះរបស់ទ័ពសត្រូវភ័យស្លន់ស្លោរត់ជាន់គ្នាយ៉ាងវឹកវរបាក់ទម្រង់ទ័ពភ្លាមនៅពេលជួរការពាររបស់សត្រូវបានបែកបាក់និងរត់ខ្ចាត់ខ្ចាយដោយសារទ័ពដំរីទ័ពថ្មើរជើងរបស់ខ្មែររាប់ម៉ឺននាក់ដែលដើរតាមពីក្រោយរបាំងដំរីនឹងចូលទៅវាយកំទេចនិងបញ្ចប់សមរភូមិយ៉ាងលឿននេះគឺជាយុទ្ធសាស្ត្រសឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលជួយកាត់បន្ថយការបាត់បង់កម្លាំងទ័ពខ្មែរហើយអាចបង្កើនការខូចខាតដល់សត្រូវដល់កម្រិតអតិបរមាសន្និដ្ឋានមកវិញទ័ពដំរីអង្គរមិនមែនគ្រាន់តែជាការយកសត្វព្រៃមកប្រើប្រាស់តាមយថាកម្មនោះឡើយប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រសឹកវិស្វកម្មគ្រឿងការពារនិងការយល់ដឹងពីធម្មជាតិយ៉ាងស៊ីជម្រៅលៀនជលដំរីដែលបន្សល់ទុកដល់សពថ្ងៃគឺជាភស្តុតាងដ៏រឹងមាំនិងបង្ហាញពីកិត្តិនាមនៃកងទ័ពរថក្រោះមានជីវិតដែលធ្លាប់ការពារទឹកដីដ៏អច្ឆរិយៈនៃយើងការសិក្សាពីយុទ្ធសាស្ត្រសឹករបស់ដូនតាធ្វើឲ្យយើងកាន់តែយល់ច្បាស់ពីឫសគល់នៃអំណាចជាតិប្រសិនបើបងប្អូនពេញចិត្តនៅវីដេអូឯកសារបែបនេះសូមកុំភ្លេចចុច Like Share និង Subscribe Channel បានសារឋានខ្មែរសូមអរគុណ